គិតយ៉ាងម៉េចបើបើក Facebook មកឃើញគេញ៉ាំនេះនិយាយពីថាឃើញគេញ៉ាំហើយបងប្អូនអើយស្រក់ទឹកមាត់ហ្មងនិយាយមែនណានិយាយរឿងប៉ិតហើយក៏នឹកឃើញថាឃ្លានដែរតែញ៉ាំសិនហើយខែក្នុងខែក្តៅគឺថាហូតាជាក់ទេព្រមទៅចាគុំញ៉ាំយូរហើយប៉ុន្តែក្នុងខ្លួនហ្នឹងចេះតែថាអញ្ចេះញ៉ាំហើយតិចឡើងគីឡូហើយព្រោះអាការឡើងគីឡូហ្នឹងគឺវាអត់ស្រួលទេចាតឡើងគីឡូហើយចាចាំតែមើលទៅអ្នកដែលគេស្គមគេចេះតែស្គមទៅហើយបើអ្នកឡើងគីឡូចេះឡើងគីឡូទៅបងប្អូនអ្នកដែលឡើងគីឡូភាគច្រើនណាឃើញអីគឺឃ្លានតែម្ដងហើយបងប្អូនមិនបាច់មើលណាឆ្ងាយទេចាមើលតែខ្ញុំនេះគឺដឹងហើយបើថារឿងញ៉ាំវិញបងប្អូនចាមួយអាទិត្យគឺនិយាយពីថាទិញម្ហូបក្រៅ4ថ្ងៃឬ5ថ្ងៃបើបានទិញត្រីទិញសាច់ដាក់ក្នុងទូអូខេអាហ្នឹងបានធ្វើម្ហូបខ្លួនឯងណាតែបើថាអត់បានទិញត្រីទិញសាច់ទុកទេបងប្អូនអើយចាំតែមើលទៅចាម្ហូបស្រាប់ហ្នឹងស្ទើរតែរាល់ថ្ងៃម្ហូបស្រាប់ទៀតសោតថ្ងៃណាចង់បានវីដេអូចាក៏បានទៅថ្ងៃណាក៏អត់បានវីដេអូហ្នឹងក៏អត់បានទៅណាបងប្អូនតែថ្ងៃនេះបងប្អូនសាក់អីគេស្រាស៊ូជីស៊ូអីគេនេះគេហៅអីគេបងប្អូនគេហៅស្រាការ៉េគេណាហើយក៏សាក់មកតយ2តយទៅនិយាយពីថាដាក់ទៅញាក់សាច់ហ្មងអញ្ចឹងបើសម្រាប់បងប្អូនដែលញ៉ាំច្រើននិយាយពីថាគីឡូនោះឡើងមិនចេះឈប់បងប្អូនអាចមើលមួយ feedback បានបងប្អូនណានេះសិតជា feedback ពិតហ្មងដែលភ្ញៀវអតិថិជនគាត់ប្រើអ្វីដែលសំខាន់ Diamond Cafe គឺជួយបានច្រើនខ្លាំងមែនតើសំខាន់ stock ថ្មីនេះគឺ stock ស្តង់ដារម៉ាឡេស៊ីញ៉ាំហើយស្រក់គីឡូញ៉ាំហើយស្រក់ប៊ឺកញ៉ាំហើយរាងស្អាតបងប្អូនជាវឥឡូវនេះចាគឺមាន promotion ទៀតណា promotion ទិញ3ថែម2បងចង់ដឹងចាបង inbox មកបានហើយនេះសួរថាគេស្គមមកហើយយើងថតអង្ការទៀតរួមទៅខ្ញុំបងប្អូនយល់អារម្មណ៍អ្នកថតខ្លាំងមែនតែនពិសេសម៉ាក់ដែលឆ្លងតលេហើយគឺគីឡូឡើងម៉ាំហើយដឺកហ្មងម៉ាក់ភាគច្រើនណាគីឡូគាត់ដល់បងដឹងអត់និយាយពីថាឆ្លងតលេហើយចាអ្នកឆ្លងតលេហើយ10នាក់ទាំង10នាក់ចាលើដកតែម្នាក់ចេញឯង9នាក់គឺញ៉ាំឆ្ងាញ់ដូចខ្ញុំអញ្ចឹងបងប្អូនការកណាតអូនសួស្ដីបងប្អូនដឹងអត់កន្លងឡើងរហូតដល់70គីឡូជាងហើយដល់ពេលដែលគីឡូឡើង70គីឡូជាងចាអានេះនិយាយពីខ្លួនឯងហ្មងអូហូយគ្មានប៉ុណ្ណឹងគ្មានអីអស់ចាបន្ទាប់ពីគ្មានអីអស់ចាហើយបងប្អូនដឹងមិនអត់អូនិយាយពីថាញាក់សាច់ហ្មងធ្វើមួយខែកន្លះ2ខែកន្លះគិតខ្លួនឯងណាថាបើសិនជាប្រឹងញ៉ាំបាយច្រើនទៀតគឺដឹងតែគីឡូឡើងតែមានអីចំពេលហ្នឹងខ្ញុំលក់ផលិតផលរបស់ម៉ែរួមរបស់យើងដែរខ្ញុំចាប់ផ្ដើមញ៉ាំកាហ្វេញ៉ាំអីអញ្ចឹងណាដល់ពេលហើយអូខេស្រក់បានសម្រេចមានព្រោះថ្ងៃនេះគឺខ្ញុំមានគីឡូស្តង់ដារមួយគឺ58គីឡូពេលដែលខ្ញុំចង់ឲ្យស្រក់ខ្លួនឯងស្រក់ត្រឹម50គីឡូអីខ្ញុំមានអារម្មណ៍ថាអូយស្រក់ប៉ុណ្ណឹងបានហើយដូចជាអត់សូវស្អាតទេមុខជ្រុងពេកណាអញ្ចឹងហើយរាល់ថ្ងៃនេះអូខេប៉ុណ្ណឹងទទួលយករូបរាងខ្លួនឯងបានញ៉ាំប៉ុណ្ណនេះហើយញ៉ាំកាហ្វេហើយគឺអែមហ្មង